ស្ដេចសែនកំពុងតែដាក់យុទ្ធសាស្ត្រឲ្យកូនចូលទៅក្នុងសមាជិក BOP គេហៅថា Board of Peace ណាចូលជាសមាជិក BOP ដែលឥឡូវនេះឃើញស្ថានទូតអាមេរិកបានប្រកាសថាប្រទេសកម្ពុជាទៅជា BOP ណាតាមខ្ញុំយល់គឺចង់ BOP ក៏ដោយ BOP ក៏ដោយបើហ៊ានតែប៉ះគ្នាជាមួយថៃវាយប្រកាច់ទៀតថៃអត់ខ្លាចវាយទេពីព្រោះអាមេរិកមិនមែនយើងទៅចូល BOP ជាមួយអាមេរិកហើយអាមេរិកលើកតបមកការពារកម្ពុជាទេកុំភ្លើណាអាមេរិកត្រូវដឹងណាអា BOP នេះណាគឺជាអង្គការដែលកំពុងតែបបក់ឲ្យបណ្ដាប្រទេសបបក់ដូចបបក់អង្កែបចឹងឲ្យបណ្ដាប្រទេសណាចូលរួមជាមួយដើម្បីប្រទេសហ្នឹងត្រូវបង់លុយហើយនៅពេលដែលបង់លុយហ្នឹងទើបគេការពារប្រទេសហ្នឹងអញ្ចឹងបើខ្មែរមានប្រេងកាតរាប់ម៉ឺនលានបារ៉ែលក្នុងមួយថ្ងៃណាមានឧស្ម័នធម្មជាតិរាប់ម៉ឺនលានម៉ែត្រគូបណាមានលុយច្រើនអាហ្នឹងគេការពារបើអត់មានទេឈាមវាយប៉ោមខោតាដែរហ្នឹងអូខេណាយ៉ាងច្រើនគេជួយស្ទូចហ៊ុនសែនយ៉ាងច្រើនគេជួយស្ទូចហ៊ុនសែនទៅទប់មកកន្លែងទៅហើយបើសិនជាត្រង់គាត់នៅកាន់ BOP ហ្នឹងបើត្រង់អត់កាន់ BOP ហ្នឹងថ្ងៃក្រោយហ្នឹងក៏រត់ទីណាត់ទីណែងដូចគ្នាពីព្រោះរឿងនេះវាជារឿងថ្មីចាស់ដែលមិនដែលធ្លាប់មាននៅក្នុងពិភពលោកដូច្នេះកុំច្រឡំថាចូល BOP ហ្នឹងគេការពារនោះមិនតាន់បង់លុយឲ្យគេផងទេណាមិនតាន់បង់លុយឲ្យគេផងទេគេខិនតែហៅទៅទេណាហើយណាមួយទៅរហូតមកដល់ពេលនេះហ្នឹងសមាជិកចូលរួមក្នុង BOP ហ្នឹងវាអត់មានប្រទេសដែលអភិវឌ្ឍផ្នែកឧស្សាហកម្មនិងសេដ្ឋកិច្ចបច្ចេកវិទ្យាទេដោយសាររឿងនេះផែនការ BOP ហ្នឹងតាមមើលទៅជាផែនការដែលអាចដើរទៅមុខយ៉ាងយឺតឬក៏អាចដួលតែម្ដងផែនការហ្នឹងមិនទាន់ចេញទេមិនមែនថាឲ្យតែនយោបាយដាក់ចេញទៅវាជោគជ័យទេសំខាន់ណាបងប្អូនរឿងលុយណាភាសាអេស្ប៉ាញគេហៅ dinero ណា it's money ណាចិនវាថាឈីនណាយោច្រើនណាវាអត់មានណាតែអត់មានលុយគឺអត់ទៅរួចទេហើយលោកតាត្រំនេះគឺច្បាស់មុខសញ្ញាគាត់ណាគឺថាមិនមែនកទួតត្រាំមិនមែនស្វាយត្រាំទេគឺត្រាំយកលុយតែហ្មងតែអត់លុយអត់មានទេហើយចិត្តនឹងនយោបាយរបស់លោកត្រាំក្នុង24ម៉ោងណាដូរ30ដងអូខេដូច្នេះហើយកុំច្រឡំជាមួយគាត់រឿងអីក៏ដោយវាស៊ីសងទេមិនមែនថាអូយើងទៅចូលអត់តន់បង់លុយគេមកការពារយើងចូលខុសទំនងណាអូនណាឲ្យដឹងផងគណៈកម្មការទីប្រឹក្សាសន្តិភាពនេះមិនមែនរក្សាសន្តិភាពទេ money talk ណា money talk អាស្អីនោះ walk អត់លុយក៏អត់មើលមុខទេនឹងសុំកុំច្រឡំឲ្យសោះខ្ញុំឃើញថាលោកអ៊ុនសែនគាត់កំពុងតែធ្វើនយោបាយដើម្បីរកកន្លែងសុខបានសេចក្តីថាមនុស្សសញ្ចេតនាសតិអារម្មណ៍របស់លោកហ៊ុនសែនទទួលដឹងហើយថាវាយចាញ់សៀមអាមួយឈ្មោះអាទូចសពឬក៏ហៅថាពងតូចអាមួយឈ្មោះអាទូចសពហៅថាពងតូចមិនមែនសពទូចទេណាសពទូចពងរៀងធំអាមួយឈ្មោះទូចសពហៅថាអាពងតូចហ្នឹងវាខំប្រឹងលុញប៉ុន្តែមើលទៅបើហ៊ុនសែនអត់ចូលតាមវាទេណាអូខេណាហ៊ុនសែនអត់ចូលតាមវាទេពីព្រោះតាមមើលសភាពការហ៊ុនសែនគាត់ចាប់តាមភ្ញាក់ខ្លួនបន្តិចហើយធម្មតាទេខ្មោច7ថ្ងៃណាខ្មោច7ថ្ងៃភ្ញាក់ខ្លួនបន្តិចហើយភ្ញាក់ខ្លួនបន្តិចហើយភ្ញាក់ខ្លួនថាស្អីដែលហ៊ុនសែនអួតអាងលែងទៅមុខរួចហើយសញ្ញានៃការភ្ញាក់ខ្លួនរបស់ហ៊ុនសែនគឺការបញ្ជូនឲ្យទេបាញ់ទៅរកសេចក្តីសុខជាមួយថៃណាទៅរកសេចក្តីសុខជាមួយថៃគឺជាសញ្ញាមួយដែលបញ្ជាក់ថាហ៊ុនសែនភ្ញាក់ខ្លួនហើយណាហ៊ុនសែនភ្ញាក់ខ្លួនដឹងថាខ្លួនហ្នឹងហក់ជាមួយសៀមអត់រួចទេណាហក់ជាមួយសៀមអត់រួចទេហើយឥឡូវនេះហ៊ុនសែនក៏ដេកគិតដែរដេកគិតរកវិធីណារកវិធីណាដើម្បីនឹងដោះស្រាយបញ្ហាឲ្យវាបានសុខសប្បាយតែខ្ញុំគ្រប់គ្រងហ៊ុនសែនធ្វើអញ្ចឹងហ៊ុនសែនឈប់អួតអាងឈប់បើកប្របែមាត់លមាស់របស់គាត់ណាអានឹងជួយឲ្យកូនគាត់បានជោគជ័យទៅថ្ងៃមុខខ្ញុំគ្រប់គ្រងគាត់ប៉ុន្តែខ្ញុំនិយាយត្រង់ឲ្យគាត់ដឹងអញ្ចឹងហ្មងតែលមាស់មាត់ត្រូវកុំថាចូលសមាជិកអង្គការសមាគមសន្តិភាពអីត្រឹម
អាចកាន់អំណាចនៅប្រទេសអាមេរិកហ្នឹងបានត្រឹមតែឆ្នាំ30ទេអូខេមានន័យថាតែ4ឆ្នាំទេ29តែចូលថ្ងៃទី1ខែមករាឆ្នាំ30ហ្នឹងឬក៏មើលឆ្នះឆ្នោត24ចូលកាន់អំណាច25 26 27 28មើលចូលកាន់អំណាច25 26 27 28អញ្ចឹងឆ្នាំ29ហ្នឹងលោកតាត្រាំហ្នឹងគាត់អស់មានហើយគាត់អត់អាចឈរឈ្មោះតទៅទៀតទេដូច្នេះលោកម៉ាកូរូបយ៉ូប្រហែលជាមិនធ្វើទេអា BOP ហ្នឹងអត់ធ្វើទេលោកម៉ាកូរូបយ៉ូធ្វើទាំងទើសតល់ទេអានេះតាមខ្ញុំមើលណាតាមខ្ញុំពិនិត្យមើលស្ថានភាពលោកម៉ាកូរូបយ៉ូធ្វើទាំងទើសតល់ទេពីព្រោះអាហ្នឹងវាកង់អញ្ចឹងទៅដល់ឆ្នាំ29លោកតាត្រាំគាត់អត់អាចឈរអាណត្តិ3អាណត្តិបានទេបើគាត់ហ៊ានឈរពីប្រទេសអាមេរិកកុំច្រឡំប្រទេសអាមេរិកមិនធ្លាក់ខ្លួនទៅជាអ្វីដែលទៅតាមចិត្តមនុស្សម្នាក់ទេប្រទេសអាមេរិកមានខួរក្បាលច្រើនប្រទេសអាមេរិកមានអ្នកប្រាជ្ញច្រើនប្រទេសអាមេរិកមានទាំង scientist មានទាំង educator មានទាំង intellectual នឹងមួយទៀតប្រទេសអាមេរិកมันអាចនៅតែមួយកន្លែងនេះប្រទេសអាមេរិកគឺធ្វើអ្វីគឺធ្វើនៅក្នុងនយោបាយផ្លាស់ប្ដូរជានិច្ចអញ្ចឹងសំខាន់ជាងគេគឺខែវិច្ឆិកាឆ្នាំ2027នេះ2026នេះសូមទោសខ្ញុំនិយាយចេះខុសខែវិច្ឆិកាឆ្នាំ2026នេះគឺជាទំព័រមួយដែលត្រូវពិនិត្យមើលតទៅទៀតដូច្នេះហើយបានជាបណ្ដាប្រទេសនានានៅក្នុងពិភពលោកទោះបីលំបាកលំបិនប៉ុណ្ណាក៏ដោយក៏វាមានចំណុចមួយជាមួយគ្នាដែរណាចំណុចមួយជាមួយគ្នាដែរដូច្នេះហើយខ្ញុំនិយាយសារថ្មីម្ដងទៀតការចូលសមាជិក BOP ការចូលសមាជិកនៃអង្គការឬក៏ក្រុមសន្តិភាពនេះរយៈកន្លងមកគឺមានដូចតទៅណាដំបូងយើងពិនិត្យមើលសិនថាតើក្រុមហ្នឹងវាមានលក្ខណៈយ៉ាងម៉េចណាវាមានលក្ខណៈយ៉ាងម៉េចនៅក្នុងនៅក្នុងចំណុចនៃការរៀបចំណាយើងមើលសិនយើងមើលថាការប្រកាសនៅទីក្រុង Davos ថ្ងៃ22ខែមករានៅទីក្រុង Davos នៅពេលកិច្ចប្រជុំនៃ Economic Forum នៅ Davos Switzerland ណានៅក្នុងហ្នឹងការប្រកាសហ្នឹងតើការប្រកាសហ្នឹងបង្កើតបាននៅគណៈកម្មាធិការសន្តិភាពអាហ្នឹងហៅតែក្រុមប្រឹក្សាមិនត្រូវទេ board ហ្នឹងគឺគណៈកម្មការណា board of peace ណាគឺថា board of peace is a new international organization គឺជាអង្គការអន្តរជាតិថ្មីមួយដែលបង្កើតឡើងដោយលោកប្រធានាធិបតី Donald Trump aim at promoting peace មានគោលបំណងដើម្បីនឹងលើកតម្កើងនៅសន្តិភាព overseeing ceasefire ពិនិត្យមើលការឈប់បាញ់ and coordinating post conflict reconstruction និងចាត់ចែងពីការស្ដារឡើងវិញនៃប្រទេសដែលបញ្ចប់សង្គ្រាម initially center on Gaza Strip ដែលយកចិត្តទុកដាក់ទៅលើការស្ដារឡើងវិញនិងអភិវឌ្ឍតំបន់ Gaza ដែលជាបន្ទះដីក្រោយពីសង្គ្រាមរវាងអ៊ីស្រាអែលនិងអាម៉ាស់ណាក្នុងគោលដៅនេះគឺបង្កើតបាននៅគណៈកម្មការមួយហៅថាគណៈកម្មការនៃសន្តិភាព Board of Peace អ្វីដែលជាគណៈកម្មការនៃសន្តិភាពនោះគឺជាអង្គការមួយដែលដាក់ខ្លួនជាអង្គការអន្តរជាតិទទួលបន្ទុកខាងកសាងសន្តិភាពដែលបានប្រកាសដោយលោកប្រធានាធិបតី Donald Trump នៅឯទីក្រុង Davos ក្នុងខែមករានេះគឺថ្ងៃទី22ខែមករានៅទីក្រុង Davos ប្រទេស Switzerland លោកប្រធានាធិបតី Trump គឺជាអគ្គនាយកនៃគណៈកម្មាធិការនេះណាលោកប្រធានាធិបតីលោក Trump គឺជាប្រធានអគ្គនាយកនៃគណៈកម្មាធិការនេះដែលគណៈកម្មាធិការនេះអត់មានជ្រើសរើសប្រធានទេគឺប្រធានគឺលោកតាត្រាំហើយជាប្រធានដែលប្រហែលជាប្រធានរហូតណាប្រធានរហូតនឹងមិនមានន័យថាម៉េចនៅឡើយទេណាក្នុង
ហើយលោកប្រធានដីត្រាំហ្នឹងលោកត្រាំហ្នឹងជាប្រធានអគ្គនាយកនៃគណៈកម្មាធិការនៃសន្តិភាពដែលទទួលខុសត្រូវលើការសម្រេចចិត្តនានាគណៈកម្មាធិការនេះភ្ជាប់ការតាក់ទងទៅនឹងការអនុវត្តនៃកិច្ចអនុវត្តផែនការសន្តិភាព20ចំណុច The 20 Point Peace Plan សម្រាប់តំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិតាមសេចក្តីសម្រេចចិត្តនៃ United Nations Security Council Resolution 2803 នៅក្នុងលក្ខន្តិកៈដែលបានរៀបរាប់គឺមានដូចតទៅគណៈកម្មាធិការនៃសន្តិភាពនេះគឺត្រូវបានទទួលនៅការចាញ់សេចក្តីអញ្ជើញឲ្យចូលរួមក្នុងរយៈពេល3ឆ្នាំដោយអត់គិតលុយប្រទេសទាំងឡាយអាចនឹងបន្តកាន់កាប់កៅអីជាសមាជិកនៃគណៈកម្មការនេះដោយបរិច្ចាគជាទឹកប្រាក់ចំនួន$1000 លានក្នុងឆ្នាំទី1ក្នុងឆ្នាំទី1ណាមានប្រទេសច្រើនជាង20ប្រទេសបានចូលរួមមានប្រទេសពីមជ្ឈមបូព៌ាអាស៊ីអឺរ៉ុបអាហ្វ្រិកអាមេរិកឡាទីនបានចុះហត្ថលេខាចូលរួមជាសមាជិកនៃគណៈកម្មាធិការសន្តិភាពមួយនេះក៏ប៉ុន្តែបណ្ដាប្រទេសអឺរ៉ុបខាងលិចដូចជាចក្រភពអង់គ្លេសកាណាដាបានដកខ្លួនមិនហ៊ានចូលរួមទេសមាជិកអគ្គនាយកទទួលបន្ទុកកិច្ចការនេះដឹកនាំដោយលោកត្រាំហើយនឹងមានអសរជនដែលជុំវិញត្រាំធ្វើការដូចជាលោក Marco Rubio, Jared Kushner លោក Tony Blair និងអច័យបាងកាជាដើមគោលបំណងនិងគោលដៅរបស់គណៈកម្មាធិការសន្តិភាពនេះគឺនឹងត្រួតត្រាមើលកិច្ចឈប់បាញ់និងផែនការសន្តិភាពនៅ Gaza ទំនាក់ទំនងជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងស្ដារឡើងវិញនៅតំបន់ Gaza ក្រោយសង្គ្រាមហើយនឹងជំរឿនយកធនធានអន្តរជាតិទៅប្រើក្នុងការកសាងតំបន់ Gaza គណៈកម្មការនៃសន្តិភាពនេះក៏មានការរិះគន់ថាជាគំនិតនិងនយោបាយរបស់លោកត្រាំផ្ទាល់ខ្លួនដែលវាប៉ះទង្គិចទៅនឹងអង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិជាដើមណាអានោះគឺជាលក្ខណៈដែលគេនិយាយហើយដូចខ្ញុំបានអធិប្បាយរួចម្ដងមកហើយអារឿង BOP នេះគឺភាសាសាមញ្ញគេហៅថា pay to play អ្នកត្រូវបង់លុយដើម្បីអ្នកមានប្រយោជន៍បើអ្នកគ្មានលុយអ្នកអត់បានប្រយោជន៍ពីអង្គការនេះទេពីគណៈកម្មការនៃសន្តិភាពនេះទេដូច្នេះហើយខ្ញុំនិយាយលេងតែប៉ុណ្្នឹងទេថាបើវាអត់មានលុយឲ្យគេអត់មានជួយទេអង្គការនេះគឺជាអង្គការដែលទាមទារឲ្យបង់លុយថ្លៃមិនបានទាមទារឲ្យបង់លុយថ្លៃពីព្រោះអង្គការនេះវាជាចំណែកមួយដ៏សំខាន់ណាអង្គការនេះវាជាចំណែកមួយសំខាន់សម្រាប់ធានាបាទអង្គការនេះជាអង្គការមួយសំខាន់សម្រាប់ធានាឲ្យបាននៅសុវត្ថិភាពរបស់ប្រទេសឧទាហរណ៍ដូចជាតៃវ៉ាន់ជំនួសសន្ធិសញ្ញាសន្ធិសញ្ញាសន្តិភាពសន្ធិសញ្ញាយោធាជាមួយនឹងតៃវ៉ាន់អាចចូលជាសមាជិក BOP នេះហើយសមាជិក BOP នេះនឹងជួយពង្រឹងការការពារតៃវ៉ាន់ប្រឈមមុខនឹងការគំរាមកំហែងរបស់ចិនក៏ប៉ុន្តែតម្លៃនៃការបង់ប្រាក់ហ្នឹងវារាប់$10,000 លានអាចដល់$10,000 លានមិនត្រឹមតែ$1000ទេបើមានលុយទៅធានាបានបើអត់លុយទេអត់ធានាបានទេដូច្នេះហើយអ្វីដែលហៅថាគណៈកម្មាធិការនៃសន្តិភាពនេះយើងអាចប្រើពាក្យមួយម៉ាត់ទៀតគេហៅថាក្លឹបប្រាក់$1000 លានបើប្រទេសណាឧទាហរណ៍ខ្ញុំឲ្យឧទាហរណ៍បងប្អូនយល់ប្រទេសកូវ៉េតកាលសាដាមហ៊ូសេនវាយចូលប្រទេសកូវ៉េតហើយប្រកាសប្រទេសកូវ៉េតនឹងថាជាអាណាខេត្តរបស់អ៊ីរ៉ាក់នៅពេលហ្នឹងលោកប្រធានាធិបតី George Bush បានលើកទ័ពទាំង10000នាក់
ធ្វើប្រតិបត្តិការ Desert Storm ប្រតិបត្តិការព្យុះនៅក្នុងរហោឋានណាដើម្បីវាយសាដាមហ៊ូសេនឲ្យបាក់ទ័ពដកថយទៅវិញហើយរំដោះប្រទេសកូវេតមិនបានជាអាមេរិកាំងបើកប្រតិបត្តិការសឹក Desert Storm ទី1វាយសាដាមហ៊ូសេនឲ្យដកទ័ពចេញពីអ៊ីរ៉ាក់ណាឲ្យដកទ័ពចេញពីអ៊ីរ៉ាក់ឆ្លេះខ្វាយហើយដូចម្ដេចបានជាអាមេរិកាំងលើកទ័ពទាំង10000នាក់ទៅវាយសាដាមហ៊ូសេនពីព្រោះអីពីព្រោះប្រទេសកូវេតហ្នឹងមានកុងត្រាធានាសុវត្ថិភាពរបស់ខ្លួនដោយពួកកូវេតហ្នឹងមេដឹកនាំកូវេតហ្នឹងបង់លុយរាប់ពាន់លានដុល្លារណាអូខេបង់លុយរាប់ពាន់លានដុល្លារបង់លុយរាប់ពាន់លានដុល្លារគឺមិនដឹងជាប្រមាណពាន់លានដុល្លារទេអាច100,000 លានឬ200,000 លានគឺបង់ដាច់អញ្ចឹងហើយបានជាមេដឹកនាំកូវេតណាពេលដែលសាដាមហ៊ូសេនលើកតបមកវាយយកកូវេតពួកអាប៉ោងអស់ហ្នឹងនាំគ្នាមកដេកធ្វើគ្នានៅអេជីបមកដេកធ្វើគ្នានៅជ័រដានមកដេកធ្វើគ្នានៅម៉ូរ៉ូកូអាខ្លះមកដេកធ្វើស្រីពុកសក់ពណ៌តុងដែងនៅប្រូណេអាខ្លះទៅដេកនៅប៉ារីសអាខ្លះទៀតទៅដេកនៅឡង់ដនអាខ្លះដេកនៅញូវយ៉កមិនបានពួកអាមេដឹកនាំកូវេតហ្នឹងវាអត់ខ្វល់ពីព្រោះប្រទេសវាទាំងមូលហ្នឹងវាចប់កុងត្រាសម្ងាត់ជាមួយអាមេរិកាំងត្រូវតែលើកតបទៅការពារវាអាហ្នឹងគេហៅថា pay to play ណាតែមិនមែន play ទេ pay for protection គឺកូវេតវាបង់លុយរាប់រយពាន់លានឲ្យអាមេរិកាំងលើកតបទៅទាំងដល់ហើយមិនមែនបង់វាមុនហើយហ្នឹងវាលើកតបទៅវាយហ្នឹងគ្រប់គ្រាន់ទេគឺត្រូវចិញ្ចឹមតបវាហ្នឹងរហូតមកដល់ថ្ងៃនេះ2026កូវេតនៅសងទៀតឧទាហរណ៍ថាថ្លៃរំដោះកូវេតហ្នឹងវាអស់500,000 លាន$500 billion ឬក៏វាអស់$1 trillion $1 trillion ហ្នឹងអាកូវេតហ្នឹងត្រូវសងរាល់ឆ្នាំរហូតដល់ឆ្នាំ26ហ្នឹងបងឲ្យតទៅទៀតបានកូវេតហ្នឹងវាដេកលក់ហើយមេដឹកនាំកូវេតហ្នឹងវាអត់មានទៅច្បាំងទៅកោះកាយអីទេវារត់មកធ្វើគ្នាវាមកដេកជាមួយស្រីស្អាតនៅខៃរ៉ូនៅជ័រដាននៅប៉ារីនៅម៉ូរ៉ូកូនៅប្រុយណេនៅអីវាមកដេកអោបធ្វើគ្នាយប់វាអត់ខ្វល់ទេព្រោះស្រុកវាហ្នឹងវាសង្ហេឲ្យមកអាមេរិកាំងដល់បានទេនិយាយឲ្យស្រួលយល់គឺវាបង់លុយឲ្យអញ្ចឹងសេវាការពារសេវាកម្មការពារណាសេវាកម្មការពារអាហ្នឹងគឺវាអញ្ចឹងហើយប្រទេសដូចជាប្រទេសអ៊ីមីរ៉េតអារ៉ាប់រួមគេហៅថា United Arab Emirates ដូចជាប្រទេសអ៊ីមីរ៉េតអារ៉ាប់រួមវាបង់លុយឲ្យអាមេរិកាំងហើយស្រេចដូចជាប្រទេសកាតាទោះបីវាតវ៉ាទោះបីវាតាក់ទងជាមួយប៉ាឡេស្ទីនៀនវាតាក់ទងអីចឹងគឺសម្ដេចចង់ចឹងដែរសម្ដេចគាត់ចង់អញ្ចឹងគាត់ចង់បង់លុយដើម្បីការពារអំណាចតកូលហ៊ុនណាហើយគាត់មានលុយគាត់នឹកឃើញគាត់មានលុយគាត់ចង់អញ្ចឹងមានន័យថាប្រទេសយើងហ្នឹងគឺថាទៅជាឋានសួគ៌លោកីរបស់របបហ៊ុនសែនដែលអាមេរិកាំងត្រូវការពារអញ្ចឹងប៉ុន្តែវាយើងនិយាយអំពីលុយហ្នឹងរាប់100,000 លាន300,000 លាន500,000 លាន you know a lot of money ណាបើតែសែនគាត់រកលុយបានអាហ្នឹងគាត់សពហើយបើថាគាត់រកលុយមិនបានទេគេការពារគាត់ដែរប៉ុន្តែគាត់មានប៉ាសពតទៅកន្លែងផ្សេងណាអាហ្នឹងអញ្ចឹងទេវារបៀបអញ្ចឹងប៉ុន្តែគ្រាន់តែថាអ្វីដែលជា arrangement អ្វីដែលជាការរៀបចំរបស់កូវេតគេអត់និយាយទេឥឡូវងាកមករឿងមួយទៀតងាកទៅរឿងប្រទេសប្រុយណេគឺតាំងពីតាហ៊ានយាមវាំងតាំងពីតាហ៊ានយាមសពគ្រប់តាំងពីមេបញ្ជាការសន្តិសុខអីគឺចាត់ចែងរៀបចំដោយ UK ដោយអង់គ្លេសសុទ្ធអង់គ្លេសគាត់រៀបចំស្អីឲ្យទាំងអស់ហើយស្ដេចប្រូណេនឹងដើរតែធ្វើក្តិតគ្នាហ្នឹងទៅសុបាយទៅមានឡានមាសមានអីចឹងទៅហើយប្រេងហ្នឹងស្ដេចប្រូណេអត់ខ្វល់គិតថាប្រេងហ្នឹងបូមយ៉ាងម៉េចឧស្ម័នធម្មជាតិនឹងបូមយ៉ាងម៉េចគឺអត់ខ្វល់ទេគឺក្រុមហ៊ុនអាមេរិកគេហៅ asset manager គឺ manage ដងប្រេងទាំងអស់ manage ទាំងអស់ណាហើយBrunei ហ្នឹងគាត់មាន Minister of Petroleum Oil Gas អញ្ចឹងមែនប៉ុន្តែអា Minister ហ្នឹងគ្រាន់តែជាមុខទេ
តំណែងអាអ្នកដែលធ្វើកិច្ចការហ្នឹងគឺសិតតែអង់គ្លេសទាំងអស់សិតតែអង់គ្លេសទាំងអស់ហើយតបតែការពារប្រទេសប្រូណេដែលសំខាន់គេហៅតបខុលការហ្នឹងគឺអង់គ្លេសហ្នឹងគេទៅ recruit ជនជាតិនេប៉ាល់អាមានកបិតដូចផ្លែប្រខាន់រៀងកងក់ងោដូចប្រច័នមួយចំណិតណាគេ recruit គេយកពួកនេប៉ាល់ហ្នឹងទៅរៀននៅអង់គ្លេសណាទៅរៀននៅក្នុងសាលារបស់កងទ័ពពិសេសហើយដល់រៀនហើយសពគ្រប់គេបញ្ជូនកងទ័ពហ្នឹងមកការពារប្រទេសប្រូណេអង់គ្លេសប៉ាវមកដាច់ហ្នឹងអញ្ចឹងបាទស្ដេចស៊ុលតង់ហ្នឹងក៏អត់មានដែលខ្វាយខ្វល់អីទេណាក៏អត់មានខ្វាយខ្វល់អីទេគឺថាប៉ូលីសនៅក្នុងប្រទេសប្រូណេហ្នឹងវាពួកប្រូណេមានប៉ុន្តែអាមេធំកំងដង់ប៉ូលីសហ្នឹងគឺអង់គ្លេសណាបញ្ជាការអង្គរៈហ្នឹងក៏នេប៉ាល់ចឹងមែនប៉ុន្តែមេអង់គ្លេសហើយអាការចាត់ចែងដងប្រេងហ្នឹងអង់គ្លេសហើយអាវិនិយោគលុយដែលប្រូណេមានស្ដេចស៊ុលតង់ហ្នឹងគាត់មានរាប់ពាន់លានហ្នឹងអង់គ្លេសវាគេហៅ asset manager ប្រែជាភាសាខ្មែរគេហៅថា manager ចាត់ចែងធនធានគេទទួលទាំងអស់រស់អញ្ចឹង